Rường cái muối chia cái đọc Cào bị preng ní miến bô rô bí nẹ đem miền chạ rực chia cầm pú nẹ hụt phào nâng miền prách nha khang là bạch còl mà nẹ minh chánh mà nẹ lời bô rô mà nẹ mua thà ạc hớ nâng mà nẹ tiết mua thà ạc hồi nẹ tăng bí rùa nơi sọc tì tì bị khní bồn tài miền chất công nịch chọn đá bọc prách nẹ đo tế đâm bay chân nhìn chì vết đôi khní ngày muối ác khốiได้ជាមនុស្សពូកែខាងមាយាទអាក្រក់បាននឹកឃើញល្បិចមួយយ៉ាងចម្លែកគេបានជុះអាចដាក់ក្នុងពាងមួយយ៉ាងធំរួចហើយយកអាចលាក់មកបិទផ្ចិតមាត់ពាងយ៉ាងត្រឹមត្រូវមិនឲ្យមានក្លិនភាយចេញមកក្រៅសូម្បីបន្តិចគេដើរពពាយនាយទាំងទឹកមុខរីករាយថាអ្នកអើយទិញផ្អកមួយចាវខ្ញុំទៅពិសាទេផ្អកចាវនេះល្អលេខ1ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់រកអ្វីប្រៀបមិនបានឡើយចំណែកអាខិលវិញក៏មិនធម្មតាដែរគេបានធ្វើកំបិតមួយផ្លែខ្លីកំពេចប៉ុនចង្កឹះអកកំបោប៉ុណ្ណោះប៉ុន្តែគេបានធ្វើស្រោមយ៉ាងធំវែងអន្លាយមើលទៅដូចជាដាវអាញាសឹកដ៏មានតម្លៃអាខិលស្ពីដាវនោះដើរអួតអាងពេញភូមិបំណងរកមនុស្សឆោតល្ងង់ដើម្បីបោកដូរយករបស់រហូតដល់ថ្ងៃមួយអាខិលធ្វើដំណើរពីនេះអាខូចមកពីនោះក៏ប្រទះជួបគ្នាកណ្ដាលផ្លូវស្ងាត់អាខូចក៏ចាប់ផ្ដើមលបែងភូតផោភ្លាមអ្នកអើយមិនទិញផ្អកចាវខ្ញុំទេឬផ្អកចាវនេះគឺជាគេមរតកពីដូនតាជីតារបស់ខ្ញុំរសជាតិឆ្ងាញ់ពិសាណាស់អាខិលឮហើយក៏នឹកក្នុងចិត្តថាអញប្រទះមនុស្សឆោតហើយក៏ឆ្លើយតបវិញទាំងកុហកថាអូអ្នកអើយផ្អកអ្នកឯងទំនងជាឆ្ងាញ់ណាស់តែទោះត្រង់ខ្ញុំគ្មានលុយជាប់ខ្លួនបើខ្ញុំសុខចិត្តដូរដាវអញ្ញាសឹករបស់ខ្ញុំនេះជាមួយផ្អកមួយពាងរបស់អ្នកឯងតើអ្នកឯងព្រមដែរឬទេមើលចុះដាវខ្ញុំនេះស្រោមវែងមហិមាធ្វើពីដែកថែបមេដែកមានមុនអាគមបើត្រូវកាមដងចាំហូតកាប់កុំប្រញាប់ហូតមើលឡើយបើហូតលេងសោកទៅវិញចុះទេព្រោះដាវនេះពូកែខ្លាំងណាស់បើហូតលេងសោកទៅវិញមិនចុះទេព្រោះដាវនេះពូកែខ្លាំងណាស់អាខូចឃើញដាវវែងអន្លាយក៏គិតថាខ្លួនចំណេញក៏យូរប្រមដូរភ្លាមមុននឹងបែកគ្នាអាខូចនៅមិនភ្លេចផ្ដាំផ្ញើទាំងល្បិចថាអ្នកអើយផ្អកខ្ញុំនេះក៏ពូកែដែរដល់ពេលស៊ីចាំបើកកុំអោយបើកមើលក្រែងឡោវាស្អុយរុយបែងបើចង់អោយឆ្ងាញ់បំផុតគឺដួសយកមកចំហុយភ្លាមអ្នកទាំងពីរក៏បានប្រគល់របស់ឲ្យគ្នាទៅវិញទៅមករួចក៏បែកផ្លូវគ្នាដើរទៅផ្ទះរៀងខ្លួនដោយក្នុងចិត្តម្នាក់សុទ្ធតែអួតសរសើរខ្លួនឯងថាអញពិតជាពូកែបោកមែនលើកនេះបានចំណេញធំហើយប៉ុន្តែពួកគេមិនបានដឹងឡើយថាកំពូលផោជួបកំពូលភូតគឺគ្មាននរណាចំណេញជាងនរណាឡើយក្រោយពីបានសម្រេចបំណងដូរដាវកំពេចយកពាងផ្អកចាវដល់សម្បើមបានហើយអាខិលដើរញញឹមមិនចិត្តរួចក៏មនីពុនពាងនោះសម្ដៅទៅផ្ទះវិញទាំងត្រេកអរគ្រាន់តែឈានជើងចូលដល់ផ្ទះភ្លាមអាខិលស្រែកហៅប្រពន្ធទាំងមោទនភាពថាម៉ែវាអើយម៉ែវាដាំបាយឲ្យឆាប់ឡើងអញបានផ្អកចាវយ៉ាងពិសេសមកហើយផ្អកនេះ
ជាផ្អកមរតកញញរកអ្វីប្រៀបមិនបានទេប្រពន្ធអាខិលលើប្តីអួតដូច្នោះក៏ត្រេកអរណាស់ស្ទុះផ្លេតទៅលាងឆ្នាំងដួសបាយរួចកាន់កាំបិតយ៉ាងមុតរំកិលទៅជិតមាត់ពាងនាងខំប្រឹងគោះអាចលាក់ដែលបិទផ្ចិតនោះចេញទាំងស្រមៃដល់រសជាតិត្រីពោដ៏ឈ្ងុយឆ្ងាញ់គ្រាន់តែមាត់ពាងបើកហើយភ្លាមក្លិនមួយដ៏សែនមហិមាបានជះចេញឡើងពេញផ្ទះតែម្ដងនាងពៅប្រពន្ធអាខិលលូកដៃបានមួយក្តាប់ធំដាក់ផ្លាប់ទៅក្នុងចានរួចលូកភ្លក់មើលបន្តិចស្រាប់តែនាងបើកភ្នែកធំងើបមុខឡើងលើទាំងចង់ក្អួតថាយើបងវាអើយផ្អកចាវស្ទើរក៏ស្លុយដូចជាអាចយ៉ាងនេះគ្មានសាច់គ្មានឆ្អឹងក៏ខ្វក់ក៏ក្រិចមាត់រអិលជាប់ដៃបែបនេះគេធ្វើពីត្រីអ្វីទៅអាខិលឆ្លើយទាំងស្ទាក់ស្ទើរថាក្រែងត្រីពោដឹងប្រពន្ធក៏លូករាវរកក្បាលត្រីលូកចុះលូកឡើងស្រាប់តែដឹងច្បាស់ថាជាអ្វីក៏ក្អួតចង្អោជាង20វែកស្ទើរដាច់ខ្យល់ស្លាប់នាងជេរស្ដីបន្ទោសប្តីថាឆោតល្ងងចាញ់បោកគេយកអាចមកផ្ញើប្រពន្ធធ្វើឲ្យនាងខ្ពើមលេបបាយមិនរួចអស់ជាច្រើនថ្ងៃងាកមកមើលអាខូចវិញក៏រំភើបមិនចាញ់គ្នាដែរពេលដែលអូនប្រាប់ប្រពន្ធទាំងសើចក្អាក់ក្អាយថាម៉ែវាអើយអាចស្អុយមួយពីងដូរបានដាវអញ្ញាសឹកមួយយ៉ាងវែងអញចំណេញកប់ក្តោងហើយលើកនេះស្របពេលនោះមានឆ្កែមួយមកច្រាស់ស្លឹកក្រៃក្បែរជើងអាខូចក៏នឹកចង់លបងមហិទ្ធិឫទ្ធិដាវក៏កន្ត្រាក់ដាវនោះលោតចុះដល់ដីបំរុងនឹងកាប់ឆ្កែឲ្យដាច់ជាពីរគេចាប់ដកដាវរហូតខ្វាច់ស្រាប់តែភាំងស្មារតីព្រោះឃើញផ្លែដាវខ្លីកំពេចដូចចង្កឹះអកកំបោរមិនសមនឹងស្រោមដាវដ៏វែងអន្លាយនោះឡើយអាខូចងើបមុខសម្លឹងមើលប្រពន្ធរួចអ្នកទាំងពីរក៏សើចព្រមគ្នាទាំងហួសចិត្តអាខូចពោលទាំងកោតសរសើរថាប្រាជ្ញាអាននេះស្មើនឹងអញមែនវាបោកអញបានអញក៏បោកវាបានមនុស្សបែបនេះបើទុកជាសត្រូវគឺគ្រោះថ្នាក់តែបើបបួលវាធ្វើជាសម្លាញ់រួមដៃគ្នាដើររកស៊ីបោកប្រាស់អ្នកដតីមុខជាបានមាសប្រាក់ដោយងាយមិនខានអាខូចមិនបងអង្គយូរក៏ធ្វើដំណើរទៅតាមរកអាខិលចៃដន្យអាក្រក់អ្វីក៏ប្រទះឃើញអាខិលដើរមកទីនេះដែរអ្នកទាំងពីរឃើញមុខគ្នាភ្លាមក៏សើចពពាយនេះដាក់គ្នាហាក់ដូចជាយូរចិត្តខ្លាំងណាស់អាខូចសួរថាឯងទៅណាអាខិលឆ្លើយដោយត្រង់ថាអញមកសុំជួបឯងធ្វើសម្លាញ់នឹងហើយអាខូចក៏តបវិញភ្លាមថាអញក៏មកសុំឯងធ្វើក្លើដែរចាប់ពីពេលនោះមកកំពូលភូតទាំងពីរក៏បានចងមិត្តជិតនឹងគ្នាคล้ายជាអាខិលនិងអាខូចដែលជាដៃគូដ៏គ្រោះថ្នាក់បំផុតពួកគេបានចាប់ផ្ដើមធ្វើដំណើរផ្សងព្រេងបន្តដើម្បីស្វែងរកចំណីថ្មីដែលមានទ្រព្យសម្បត្តិមហាសាលជាងពាងអាចនិងដាវកំពេចនោះទៅទៀតក្រោយពីបានចងមិត្តនឹងគ្នាហើយអាខិលនិងអាខូចក៏ចាប់ផ្ដើមធ្វើដំណើរស្វែងរកលាភធំពួកគេដើរកាត់ភូមិមួយស្រាប់តែឃើញមានមនុស្សម្នាជុំគ្នាអ៊ូអរបន្លឺសំឡេងយំសោកសង្រេងពេញផ្ទះធំដល់ធំស្គមស្កៃអ្នកទាំងពីរនាក់ក៏ស៊ើបសួរអ្នកភូមិទើបដឹងថាមហាសេដ្ឋីម្ចាស់ផ្ទះបានលាចាក់លោកទៅចោលទ្រព្យសម្បត្តិមហាសាលហើយគេនឹងរៀបចំបូជាសពនៅថ្ងៃស្អែកឃើញឱកាសមាសមកដល់អាខិលនិងអាខូចក៏ញញឹមដាក់គ្នារួចរៀបចំផែនការយ៉ាងស្ទាត់ជំនាញអាខិលពោលថាឯងចាំមើលចុះអញនឹងធ្វើឲ្យខ្មោចសេដ្ឋីនេះចេះនិយាយបានលុះដល់ពេលយប់ស្ងាត់ខណៈដែលកូនចៅមហាសេដ្ឋីរវល់ទៅយំសោក
និងអ្នកខ្លះទៀតរវល់តែសូត្រធម៌អាខិលបានលបចូលទៅក្នុងផ្ទះបុណ្យយ៉ាងស្ងៀមស្ងាត់រួចក៏ដើរលបចូលទៅដេកសង្ងំក្នុងមឈូសពីលើសេដ្ឋីដោយមិនអោយអ្នកណាម្នាក់ដឹងឡើយព្រឹកឡើងអាខូចដែលរៀបចំខ្លួនយ៉ាងសមរម្យបានកាន់ក្រដាសមួយសន្លឹកដើរចូលទៅកណ្ដាលជំនុំកូនចៅសេដ្ឋីរួចពោលដោយសំឡេងខ្លាំងៗថាអស់លោកអ្នកជាកូនចៅអើយខ្ញុំគឺជាកូនធរដែលលោកសេដ្ឋីបានចិញ្ចឹមតាំងពីតូចមកមុនពេលលោកស្លាប់លោកបានសរសេរសម្បត្តិនេះផ្ដាំផ្ញើឲ្យខ្ញុំមកទទួលទ្រព្យសម្បត្តិខ្លះដើម្បីទុកចាយវាចិញ្ចឹមជីវិតកូនចៅសេដ្ឋីម្នាក់ងើយឆ្ងល់និងមិនសុខចិត្តឡើយព្រោះសម្បត្តិនោះគ្មានត្រាគ្មានហត្ថលេខានិងគ្មាននរណាធ្លាប់ស្គាល់អាខូចសោះឃើញគេមិនជឿអាខូចក៏បញ្ចេញល្បិចចុងក្រោយបើអស់លោកមិនជឿខ្ញុំទេយើងទៅសួរលោកសេដ្ឋីទាំងអស់គ្នាទៅបើលោកសេដ្ឋីឆ្លើយថាពិតនោះគឺពិតហើយតែបើលោកស្ងៀមនោះចាំថាខ្ញុំជាមនុស្សបោកប្រាស់ចុះកូនសេដ្ឋីទាំងឡាយក៏នាំគ្នាទៅឈរត្រៀបត្រាក្បែរមឈូសកូនប្រុសច្បងបានស្រែកហៅលោកឪពុកទាំងញាប់ញ័រថាអូលោកឪពុកអើយតើលោកពិតជាបានឲ្យកូនធម៌ម្នាក់នេះមកយកទ្រព្យសម្បត្តិមែនឬទេរពេចនោះសំឡេងមួយយ៉ាងក្រហមបានពន្លឺចេញពីក្នុងមឈូសថាកូនចៅម្នាក់ស្លុតស្មារតីខ្លះផិតរត់លំគ្នាខ្លះទៀតក្រាបដីញ័រទៅត្រើកអាខិលដែលនៅក្នុងមឈូសបានបន្តទាំងមហិទ្ធិឫទ្ធិថាកូនអញឈ្មោះអាខូចវាមកហើយឬមើលយកមាសប្រាក់កែវកងសម្ពុតអាវនិងគ្រឿងឧបភោគបរិភោគដាក់រទេះធំមួយឲ្យពេញហើយដឹកក្របីមួយនឹមមកប្រគល់ឲ្យវាទៅកូនចៅសេដ្ឋីមិនហ៊ានប្រកែកនឹងខ្មោចឪពុកឡើយក៏ប្រញាប់ប្រញាល់វល់មាសវល់ប្រាក់លើកអង្ករ5ការុងប្រហុក5ក្រឡនិងតុបតែងថាសចានល្អដាក់ពេញមួយរទេះរួចដឹកក្របីមួយនឹមមកប្រគល់ឲ្យអាខូចទាំងទឹកភ្នែកអាខូចត្រេកអរឥតឧបមាក៏បរទេសចេញទៅយ៉ាងលឿនលុះមកដល់កន្លែងស្ងាត់អាខិលក៏លបចេញពីមឈូសរួចរត់តាមទៅជួបអាខូចរួចអ្នកទាំងពីរក៏សើចក្អាកក្អាយនឹងលទ្ធផលនៃល្បិចកលដ៏មហិមានេះប៉ុន្តែចិត្តលុបលន់អញ្ចាប់ផ្ដើមកើតឡើងក្នុងបេះដូងកំពូលភូតទាំងពីរទ្របពេញរទេះតើបានទៅលើនរណាមិត្តភាពរបស់ពួកគេកំពុងតែឈានចូលដល់ចំណុចបញ្ចប់ដ៏គួរឲ្យរន្ធត់បំផុតក្រោយពីបានបោកទ្រព្យសម្បត្តិមហាសាលពេញមួយរទេះនិងក្របីមួយនឹមបានសម្រេចហើយអាខិលនិងអាខូចក៏បរទេសនោះចូលទៅក្នុងព្រៃស្ងាត់ឆ្ងាយពីភូមិឋានម្នាក់មើលទៅខាងក្រៅហាក់ដូចជាសាច់សប្បាយប៉ុន្តែនៅក្នុងចិត្តវិញគឺសុទ្ធតែពោពេញដោយពឹសពុលចិត្តលុបលន់បានដោះដាលឡើងក្នុងទ្រូងម្នាក់រហូតដល់គិតថាទ្រព្យច្រើនយ៉ាងនេះបើចែកគ្នាវាបានតែម្នាក់ពាក់កណ្ដាលទេតែបើម្នាក់នោះស្លាប់ទៅនោះអញនឹងក្លាយជាសេដ្ឋីតែម្នាក់ឯងមិនខានទៅបានបន្តិចអាខូចក៏បញ្ចេញល្បិចមុនគេសម្លាញ់អើយយើងដើរមកយូរហើយឃ្លានបាយណាស់ឯងនៅចាំរទេះទ្រព្យសម្បត្តិនីតិនេះចុះចាំអញចូលទៅក្នុងភូមិខាងមុខទៅសុំបាយគេយកមកឲ្យឯងហូបអាខិលយល់ព្រមភ្លាមតែក្នុងចិត្តក៏មានល្បិចតបវិញថាគ្រាន់តែអាខូចដើរផុតភ្លាមអាខិលក៏ស្ទុះទៅចាប់ឈើធ្វើជាខែវគឺក៏ហៅថាអន្ទាក់កំភ្លើងឬស្នាយ៉ាងមាំដាក់ស្ទាក់នៅកណ្ដាលផ្លូវដែលអាខូចត្រូវត្រឡប់មកវិញគេគិតទាំងសាហាវខុសខើថាឲ្យតែអាខូចដើរមកដល់វានឹងត្រូវស្នាបាញ់ស្លាប់ភ្លាមរួចអញនឹងយកទ្រព្យនេះតែម្នាក់ឯងងាកមកមើលអាខូចវិញគេបានទៅសុំបាយអ្នកភូមិស៊ីយ៉ាងឆ្អែតម្នាក់ឯងរួចក៏សុំមួយចានផ្ញើអាសម្លាញ់ប៉ុន្តែនៅតាមផ្លូវត្រឡប់មកវិញអាខូចបានឈប់
រួចដកថ្នាំពុលដែលខ្លួនមានមកលីឡំជាមួយបាយនិងត្រីអាំងនោះយ៉ាងសពសាច់គេញញឹមទាំងឈាមត្រជាក់អាខិលអើយអាខិលហូបបាយនេះទៅឯងនឹងបានទៅដេកក្នុងមួយឈូសពិតប្រកបវិញហើយអាខូចដើរបណ្ដើរនឹងគិតពីមាសប្រាក់បណ្ដើររហូតដល់ភ្លេចខ្លួនក៏ដើរទៅតាក់នឹងខ្សែខ្នាដែលអាខិលដាក់ស្ទាក់សំលេងលើតែជីងភាំងគ្រាប់រន្ទះនេះខ្នាបានបាញ់ចំទ្រូងអាខូចពេញទំហឹងធ្វើឲ្យគេដេកដួលស្លាប់ក្នុងថ្លុកឈាមភ្លាមមួយរំពេចអាខិលដែលពូនស្ទាក់ក្បែរនោះឃើញអាខូចស្លាប់ក៏ស្ទុះចេញមកទាំងត្រេកអរឥតឧបមាហើយនិយាយថាហាហាទីបំផុតទ្រព្យទាំងអស់នេះជារបស់អញតែម្នាក់ហើយដោយសារតែភាពឃ្លានខ្លាំងអាខិលមិនបានបងអង្គយូរក៏បានចាប់យកបាយកញ្ចប់បាយដែលអាខូចកាន់ជប់នឹងដៃនោះមកហូបយ៉ាងឆ្ងាញ់ហូបមិនបានប៉ុន្មានផងម៉ាត់ជាតិពឹសក៏បានជ្រាបចូលទៅក្នុងសរសៃឈាមអាខិលចាប់ដើមថប់ដង្ហើមភ្នែកឡើងក្រឡែតរូបមូលពុះក្រឡាប់ផ្ងាក្អួតឈាមចេញមកយ៉ាងអាណិចអាធមមិនយូរប៉ុន្មានកំពូលភូតទី2ក៏ដេកស្លាប់ក្បែរសាកសពមិត្តខ្លួនឯងនេះទៅទីបំផុតកំពូលភូតទាំងពីរដែលធ្លាប់តែប្រើបញ្ញាបោកប្រាស់គេក៏ត្រូវមកស្លាប់ក្រោមចំណងនៃចិត្តលុបលុនតែរៀងខ្លួនចំណែកឯក្របីនឹមរទេះទ្រព្យសម្បត្តិក៏អូសមរតកចូលទៅក្នុងព្រីជ្រៅបាត់ស្រមោលសូនឈឹងបន្សល់ទុកតែសាកសពពីរដែលគ្មាននរណាមកកប់ឲ្យឡើយក្រោយពីអាខិលនិងអាខូចបានស្លាប់បាត់បង់ជីវិតទៅក្របីក៏បានអូសទ្រព្យសម្បត្តិចូលទៅជ្រកក្នុងត្រពាំងទឹកកណ្ដាលព្រៃជ្រៅចៃដន្យអ្វីមានបុរសក្រីក្រម្នាក់ដើរចូលព្រៃក៏ប្រទះឃើញរទេះមាសប្រាក់នោះទាំងចៃដន្យគេភាំងស្មារតីនឹកម្ដងអនឹកម្ដងភ័យព្រោះមិនដែលឃើញទ្រព្យច្រើនបែបនេះសោះនៅក្នុងជីវិតប៉ុន្តែបុរសនេះជាមនុស្សមានចំណេះដឹងក៏នឹងប្រុងប្រយ័ត្នគេគិតថាទ្រព្យនេះច្រើនណាស់បើអញយកទៅផ្ទះភ្លាមក្រែងលាក់មិនចិត្តកើតមានរឿងដល់ខ្លួនអញត្រូវពិសោធន៍ចិត្តប្រពន្ធអញសិនបើនាងលាក់ការចិត្តអញនឹងយកទ្រព្យនេះទុកតែបើនាងជាមនុស្សមាត់ដាច់អញនឹងប្រគល់ទ្រព្យនេះជូនរាជការវិញដល់ផ្ទះភ្លាមគេហៅប្រពន្ធមកសឹកប្រាប់ទាំងញ័រខ្លួនថាម៉ែវាអើយរឿងនេះធំណាស់កុំប្រាប់នរណាឲ្យសោះណាមិញនេះអញជួសអាចស្រាប់តែមានសត្វក្អែកមួយហើយចេញពីក្តិតអញមកអញភ័យណាស់ខ្លាចគេដឹងគេមុខជាយកអញទៅដាក់គុកឬទៅឆ្កាងជាមិនខានប្រពន្ធឮហើយស្លុតចិត្តញ័រមាត់ទៅត្រឹកសន្យាថាបងកុំបារម្ភអីខ្ញុំស្លាប់ក៏មិនហ៊ានហើបមាត់ប្រាប់គេដែរប៉ុន្តែគ្រាន់តែប្តីដើរផុតភ្លាមនាងអន្ទះអន្ទែងក្នុងចិត្តដូចត្រូវភ្លើងដុតមិនអាចលាក់រឿងចម្លែកនេះទុកតែម្នាក់ឯងបានឡើយនាងក៏រត់ទៅប្រាប់មិត្តភក្តិអ្នកជិតខាងណែវើយអញប្រាប់រឿងមួយតែឯងកុំមាត់ណាប្តីអញជួសអាចចេញមកក្អែកពីរហោះចេញមកនាងថែមមួយដើម្បីឲ្យកាន់តែអស្ចារ្យមេជិតខាងនោះមិនបងអង្គយូរក៏ទៅប្រាប់ម្នាក់ទៀតថាក្អែក5អ្នកទៀតថាក្អែក10រហូតល្បីពេញស្រុកថាមានបុរសម្នាក់ជួសអាចចេញក្អែកមួយវងធំរឿងនេះបានជ្រុតជ្រាបដល់ត្រចៀកព្រះមហាក្សត្រព្រះអង្គងើយឆ្ងល់យ៉ាងខ្លាំងក៏ចាត់ឲ្យអាមាត្យទៅនាំខ្លួនបុរសនោះមកសួរនាំភ្លាមនៅចំពោះព្រះភ័ក្ត្រស្ដេចបុរសនោះបានក្រាបទូលតាមត្រង់ថាបបិទ្ធព្រះអង្គរឿងក្អែកនោះមិនមែនជាការពិតអីទេគឺជាល្បិចដែលទូលព្រះបង្គំកុហកប្រពន្ធដើម្បីពិសោធន៍ចិត្តនាងតែប៉ុណ្ណោះព្រោះទូលព្រះបង្គំបានប្រទះឃើញរទេះទ្រព្យសម្បត្តិមហាសាលនៅក្នុងព្រៃ តែមិនហ៊ានយកមកខ្លាចប្រពន្ធវត្តដាច់នំទុកដល់ខ្លួន
ព្រះមហាក្សត្រទ្រង់សពព្រះរាជហឫទ័យនឹងភាពឆ្លៀសវៃនិងភាពស្មោះត្រង់របស់បុរសនោះយ៉ាងខ្លាំងព្រះអង្គត្រាស់ថាឯងជាមនុស្សល្អដឹងខុសដឹងត្រូវមិនលោភលន់ផ្ដេសផ្ដាស់ព្រះអង្គក៏ចាត់សេនាឲ្យទៅយកទ្រព្យនោះមករួចចែកឲ្យបុរសនោះពាក់កណ្ដាលជាព្រះរាជទាននិងពាក់កណ្ដាលទៀតដាក់យកឃ្លាំងរដ្ឋទីបំផុតបុរសក្រីក្រម្នាក់នោះបានក្លាយជាអ្នកមានស្ដុកស្ដំរស់នៅដោយសេចក្តីសុខព្រោះតែភាពស្មោះត្រង់របស់ខ្លួនចំណែកឯអាខិលនិងអាខូចត្រូវស្លាប់ជីវិតចោលកណ្ដាលព្រៃបន្សល់ទុកត្រឹមតែឈ្មោះជាការដាស់តឿនដល់មនុស្សចំនួនក្រោយថាមាយាទខិលខូចបុកជាវិនាសចំណែកឯអ្នកស្មោះត្រង់បុកជាជួបលៀបសក្ការៈប្រិយមិត្តជាទីមេត្រីរឿងក្អែកមួយក្អែក10ឬក៏រឿងអាខិលអាខូចត្រូវបានបញ្ចប់តែត្រឹមនេះជារឿងព្រេងដែលបង្កប់នៅទស្សនវិជ្ជាជីវិតយ៉ាងស៊ីជម្រៅបំផុតរបស់បុព្វបុរសខ្មែរយើងសូមអរគុណសូមគោរពលា